ទៅដល់ទីណាអភិវឌ្ឍនៅទីនោះលោកគួរចម្រើនរៀបចំកែលម្អច្រាំងស្ទឹងប្រែកត្នោតគួរឲ្យទាក់ទាញអភិបាលខេត្តកណ្ដាលលោកគួរចម្រើនបានដឹកនាំមន្ទីរជំនាញពាក់ព័ន្ធនឹងមន្ត្រីបច្ចេកទេសចុះពិនិត្យអភិវឌ្ឍដំណើរការសាងសង់កែលម្អច្រាំងស្ទឹងប្រែកត្នោតក្នុងសង្កាត់តាខ្មៅក្រុងតាខ្មៅកាលរសៀលថ្ងៃទី8 ខែមករាឆ្នាំ2026លោកគួរចម្រើនបានធ្វើការណែនាំក្រុមការងារសាងសង់ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការសាងសង់ច្រាំងស្ទឹងដោយបានអនុវត្តត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសសម្ដៅធានាបាននូវសុវត្ថិភាពនិងគុណភាពរឹងមាំល្អព្រមទាំងសាងសង់ឲ្យបានសម្រេចរួចរាល់ជាស្ថាពរតាមផែនការដែលបានគ្រោងទុកសូមគួរបញ្ជាក់ថាគម្រោងស្ថាបនាកែលម្អច្រាំងស្ទឹងប្រែកត្នោតពេជ្រខាងត្បូងស្ទឹងក្រុងតាខ្មៅខេត្តកណ្ដាលមានប្រវែងសួនសាធារណៈ590ម៉ែត្រនិងគ្រឿងបង្គុំថ្មីប្រវែង450ម៉ែត្រក្នុងនោះរៀបចំចំនួន3ថ្នាក់បើតាមរដ្ឋបាលខេត្តកណ្ដាលគម្រោងនេះនឹងក្រុងបញ្ចប់ការសាងសង់100%នៅចុងឆ្នាំ2026ខាងមុខនេះ